តាមរយៈការសិក្សាអំពីប្រភេទនៃប្លង់របស់ក្រុមការងារនៃ Royal 5G យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាមានប្លង់ច្រើនប្រភេទដូចជា 1. ប្រភេទប្លង់ទុនប្លង់ទុនអាចហៅថាប្លង់ពាក់កណ្ដាលសម្រេចដែលចាប់តាំងពីឆ្នាំ2018មកអាជ្ញាធរថ្នាក់ក្រោមជាតិបានកំណត់យកត្រឹមស្រុកខណ្ឌដោយលែងបន្តធ្វើត្រឹមឃុំសង្កាត់ 2. គឺជាប្រភេទប្លង់ស្លាបមាន់ដែលចេញក្រោយសម័យខ្មែរក្រហមដួលរលំហើយប្រភេទទី 3 គឺជាប្លង់សំណង់ដែលចេញនៅក្នុងសម័យរដ្ឋកម្ពុជាហើយចំពោះប្លង់នេះគឺគិតតែសាច់សំណង់សុទ្ធដែលមិនគិតអំពីវេរ៉ង់ដាឬសម្រាប់ផ្ទះឡើយ 4. ប្លង់អភិភាគប្លង់អភិភាគសំដៅទៅលើប្លង់ដែលមានកម្មសិទ្ធិករចាប់ពី2ឬ3នាក់ឡើងទៅហើយនៅពេលដែលចុះឈ្មោះនៅក្នុងក្រសួងដែនដីនិងនគរូបនីយកម្មនៅតែមានឈ្មោះកម្មសិទ្ធិករទាំងអស់នោះដដែលប៉ុន្តែនៅពេលដែលចេញឈ្មោះទៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគឺអាចដាក់ឆ្នាំបំផុតត្រឹមតែ2នាក់តែប៉ុណ្ណោះ 5. ប្លង់ចំណែកឯកជនសំដៅទៅលើអគារឬការសាងសង់ដែលមានម្ចាស់ច្រើនគ្នាឧទាហរណ៍ដូចជាប្លង់ខុនដូជាដើម 6. ប្លង់សមូហភាពសំដៅទៅលើម្ចាស់កម្មសិទ្ធិរួមជាក្រុមពួកឬសហគមន៍ដែលបម្រើឲ្យប្រយោជន៍រួម 7. ប្លង់សម្បទានដីសេដ្ឋកិច្ចគឺជាប្រភេទប្លង់ឯកជនរបស់រដ្ឋដែលចេញដោយរដ្ឋាភិបាលក្នុងការដាក់ជួរដីសម្បទានសេដ្ឋកិច្ចក្នុងកិច្ចសន្យាជាក់លាក់មួយ 8. ប្លង់ជួររយៈពេលវែងប្លង់ប្រភេទនេះដែលជាទូទៅធ្វើក្នុងទម្រង់ជាភតិសន្យាអចលនវត្ថុដែលមានរយៈពេលមិនលើសពី15ឆ្នាំ 9. ប្លង់សឬដែកដីដុំគឺជាប្រភេទប្លង់ដែលចេញនៅក្នុងចំនួនទី2សម្រាប់សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ1995រហូតដល់បច្ចុប្បន្នហើយចុងក្រោយគឺប្លង់រឹងឬហៅថាប្រព័ន្ធដែលមានពីរប្រភេទគឺប្លង់ទុនដែលគ្មាន QR និងប្លង់រឹងដែលមាន QR ឬហៅថា LMAP ថ្មីប្រសិនបើលោកអ្នកចង់ដឹងអំពីសេវាកម្មវាយតម្លៃអចលនវត្ថុសូមធ្វើការតាក់ទងមកក្រុមការងារ My Market Trend ដែលចំណាយតែម្ដងអាចប្រើបានមួយជីវិតតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមានភ្ជាប់ជូននៅខាងក្រោម